บไงมันក្រទេគឺមានលុយចាយពេញដៃហើយបុគ្គលិកជាច្រើនมันពេញចិត្តនឹងខ្ញុំដោយសារតែខ្ញុំនឹងបង្ខំឲ្យពួកគេធ្វើការទាំងយប់ទាំងថ្ងៃតែធ្វើមិនទៅបើគម្រោងនេះធ្វើទៅបញ្ចប់ឲ្យលឿនដើម្បីបង្ហើយកិច្ចការងារគម្រោងនេះហើយទៅថ្លៃយកគម្រោងមួយទៀតហើយមួយវិញទៀតពួកគេមិនពេញចិត្តខ្ញុំនៅត្រង់ថាពេលមានបន្ទានអីចឹងណាខ្ញុំមិនឲ្យពួកគេទៅលេងផ្ទះទៅលេងស្រុកអីចឹងណាហើយឲ្យទៅយ៉ាងម៉េចខ្ញុំជួលគិតជាខែហើយបើឲ្យទៅគ្មានខាតខ្ញុំស្លាប់បាត់ទេនោះមិនទាន់និយាយរួចពីមាត់ផងឥឡូវដើរមកទៀតហើយថៅកែដល់ថ្ងៃចូលឆ្នាំហើយខ្ញុំសូមបើកលុយខ្លះដើម្បីធ្វើដំណើរទៅលេងស្រុកណាថៅកែហើយមិនទាន់ឲ្យទៅទេការងារមិនទាន់រួចផងហ្នឹងថៅកែហេតុអ្វីបានជាថៅកែមិនឲ្យពួកយើងខ្ញុំឈប់អញ្ចឹងគ្មានមូលហេតុទេបើសិនជាឯងឈប់ថៅកែមិនបើកលុយឲ្យឯងទេហើយថែមទាំងបណ្ដេញឯងចេញពីការងារទៀតផងក៏ប៉ុន្តែក្រុមហ៊ុនផ្សេងគេអនុញ្ញាតឲ្យបុគ្គលិករបស់ពួកគេឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំណាថៅកែនិយាយអញ្ចឹងក្រុមហ៊ុនគេផ្សេងក្រុមហ៊ុនខ្ញុំផ្សេងកុំយកក្រុមហ៊ុនគេមកប្រៀបធៀបជាមួយនឹងក្រុមហ៊ុនខ្ញុំឲ្យសោះណាបានហើយបើចង់ធ្វើការទៀតណាឆាប់ត្រឡប់ទៅធ្វើការវិញទៅបើមិនចឹងទេខ្ញុំនឹងបញ្ឈប់ឯងឥឡូវហ្នឹងណាព្រោះថាខ្ញុំគ្មានពេលទំនេរជាមួយឯងនេះទេអូខេថៅកែខ្ញុំនឹងត្រឡប់ទៅធ្វើការវិញសូមលោកថៅកែកុំកាត់ប្រាក់ខែកុំបញ្ឈប់ខ្ញុំអីណានិយាយចឹងមិនល្អមិនអីទេឥឡូវទៅធ្វើការវិញទៅយើងរវល់បន្តិចបាទថៅកែហើយមិនដឹងធ្វើមិនដេចទេបើសុំថៅកែទៅលេងស្រុកក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំថៅកែមិនឲ្យយើងទៅអញ្ចឹងហើយថែមទាំងបង្ខំឲ្យយើងធ្វើការក្នុងកំឡុងពេលពិធីបុណ្យទៀតនេះបានគេហៅថាចំជាថៅកែមែនកុំរិះអាចក្តាប់ណាស់ថៅកែនឹងហើយមិនត្រឹមអនុញ្ញាតឲ្យខ្ញុំទៅនោះទេថែមទាំងស្ដីឲ្យខ្ញុំម្ចាស់ដៃទៀតផងអញ្ចឹងតើបានជាកើតមកឪពុកម្ដាយដាក់ឈ្មោះផ្ដាច់ការហើយថែមទាំងមានភ្នែកតែមួយគត់ខ្ញុំមិនហ៊ានដៀលថៅកែរបស់ខ្ញុំទេបើសិនជាថៅកែរបស់ខ្ញុំឮវិញណាប្រកាសជាឆេះដុំជាមិនខានហើយខ្ជិលនិយាយច្រើនថ្ងៃនេះខ្ញុំនឹងខលទៅប្រាប់ម្ដាយខ្ញុំថាឆ្នាំនេះខ្ញុំមិនបានទៅលេងស្រុកនោះទេទៅធ្វើការវិញល្អជាង